bắt đầu điệp xu một này chừng ra bóng phone này trong bàn spa cam YouTube view bài đang là high quality chừng dừng trời chơi spa cam mùi ná hay dừng trời tên những điểm mà chừng ok chừng ra vào YouTube high quality lại cái nào view tràn sạch khánh là bóng phone mà chừng dừng ai chơi YouTube view bài lại cái nào advert rồi có native ad bài nông nick nhưng nông vô spa cam YouTube view bài được là advert hay năng native ad chẳng vì miền Tây cái tạ gì vậy chẳng những châu tầm đòn tới hay ra vào châu cái tạ gì thì mua bằng phone vậy chẳng ra vào YouTube view lại là advert vậy hay vì miền bảy buôn spa cam để những ai tỉnh bán vậy chẳng những mua spa cam thì muối vậy YouTube real advert view và minimum rồi khế chẳng mình tha spa cam ní đầm rơi dương tinh rồi khế và ta dương mơ khang crown quality này vậy chân lại này cứ dương từ đã pram rồi khế là bạn dương ai tỉnh bán á pram rồi khế dương rồi chiến vậy rồi đậm mùi rồi đậm pì lá chân sạp spa cam ti pi mà spa cam ti pi có pram rồi khế này cứ tinh tràn hay sạp view bò vía cứ đa smooth on còn bà hay view vía đa bàn tràn sạch khánh mình nghĩ lệ thế bằng vốn này chân là không đi sân này spa cam ní cái pram start from ad but sometimes instant and get approval you start update within 5 hours chứng không spa cam ní bây giờ tính về từ cả về tràn màu của xóm đấy và ai thà lòng về pram màu hay vì ai mà phải 4-7 máu đã bị complete mùi order nè rồi dân cả dân vừa cam chỉ tính về tràn maximum tràn quality đây là pram rồi khe vậy chứng đầm bay update bán vì đầm rơi rồi P7 tháng ấy đầm bay show analyticsនៅក្នុង channel របស់យើងបែបកន្លែងនេះ no instant cancel ad ban form មានអីទេមានថាយើងទិញច្រើនវាតម្រូវការធ្វើឲ្យយើងច្រើនម៉ោងបាទច្រើនថ្ងៃអញ្ចឹងទៅវាឲ្យយើងទិញមក 500k ឬក៏ 100k វាត្រូវការ take time 40 ទៅ24 ទៅ 48 ម៉ោងបាទហើយអានេះ time complete ណាបាទវាបាក់ប្រហែលប៉ុណ្ណឹងបាទអញ្ចឹងស្រាប់ YouTube view បែបយ៉ាងណា advert វាមានប៉ុណ្ណឹងហើយបើ native ad ក៏ងាយស្រួលទិញដែរបងប្អូនបាទវាងាយស្រួលទិញជាង advert អញ្ចឹងស្រាប់ native ad វាមានច្រើនសេវាកម្មបាទហើយសេវាកម្មក្នុងកាតារីនេះខ្ញុំបញ្យល់មួយទៀតចឹងស្រាប់សេវាកម្មទី1 minimum របស់វាគឺ 2k បងប្អូនបាទនេះឃើញ 2k ចឹងអាកន្លែងនេះ average time របស់វារៀងទាបដែរបាទចឹងវាដើរ smooth ល្អទេហ្នឹងបើក្រោម24ម៉ោងណាបាទចឹងខាងក្រោមគឺ minimum 3k បាទចុះមកកន្លែងនេះទៅសេច្រើនមែនបាទអូខេច្រើនពេកហើយសេវាកម្មទី2ក៏ minimum វា 5k បាទអញ្ចឹង 1k វាតម្លៃវាយើងឆែកមើលទៅបាទ 0.94 សេន 1k ណាបាទអញ្ចឹងកន្លែងនេះ native ad យើងមើល category ទី3បាទអញ្ចឹង YouTube view ad view បាទ minimum សេវាកម្មទី1តែក៏វាធូរថ្លៃដែរបាទភើ1000គឺ 0.56 សេនភើ1000ចឹងយើងមើលសេវាកម្មខាងក្រោមគេបាទសេវាកម្មខាងក្រោមគេគឺ 1000 view តម្លៃវាបាទ $1.09 សេនបាទចឹងមានន័យថា minimum ពីលើមកគឺច្រើនរហូតដល់ក្រោមគឺវាតិចតែបើយើង order ច្រើនគេចុះតម្លៃចឹងអាហ្នឹងរបៀបចឹងឯងបាទចឹងបើសិនណាជាបងប្អូនចង់បានសេវាកម្មnative ad វាដើរ smooth ហើយ high quality ចឹងយើងអាចតេស្តមើលបានបាទខាងក្រោមនេះវាអាចឲ្យយើងទិញបានត្រឹម500ឡើងបាទ500ឡើងយើងអស់ប្រហែលបាទ 0.54 សេនបាទបច្ចុប្បន្ន YouTube វាឧស្សាហ៍អាប់ដេតហើយសេវាកម្មគេធ្វើអត់ទាន់ការអាប់ដេតរបស់ YouTube ទេបងប្អូនបាទអញ្ចឹងវាត្រូវការពេលច្រើនហើយក៏ថ្លៃទៀតសម្រាប់សេវាកម្ម YouTube បាទហើយម៉ោង YouTube ឥឡូវគឺសឹងតែគេធ្វើអត់បានដោយសារវាថ្លៃពេកហើយក៏អត់មានអ្នកហ៊ានយកមកលក់ដែរ
1000 ម៉ោងសិតតែ30 រៀលជាងអីនោះបាទអូខេអញ្ចឹងសម្រាប់ YouTube view បែបលក្ខណៈ native ad បងប្អូនអាចជ្រើសរើសឲ្យតេស្តមើលបានបាទវាជួយ engagement របស់ channel របស់យើងដែរបាទវាមិនបានច្រើនតែវាបានតិចតួចបាទអញ្ចឹងបើសិនជាយើងចង់សាកល្បង native ad ឬក៏ view ធម្មតានេះក៏បានដែរបងប្អូនបាទយើងតេស្តមើលបានអញ្ចឹងតម្លៃវាក៏ខុសគ្នាដែរបាទហើយសម្រាប់ YouTube ធម្មតានេះតម្លៃវាគួរសមដែរ 0.86 សេនក្នុង1000ណាបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនបាទហើយសម្រាប់ការបញ្ជាទិញអត់ពិបាកទេបងប្អូនបាទបងប្អូនមើលវីដេអូខ្ញុំពីមុនមកក៏ធ្លាប់ចេះទិញដែរយើងគ្រាន់តែដាក់ link វីដេអូមកហើយយើងដាក់ quality បាទយើងដាក់ quality ចុច submit ទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍មួយបាទនេះ link វីដេអូមួយអញ្ចឹងខ្ញុំចុច share មកបងប្អូនបាទចុច copy link នឹងមកតមកទៀតយើងយកមកផាសកន្លែង link នេះមកបាទចុចជាប់ផាសមកហើយយើងដាក់ចំនួនដែលយើងចង់បានទៅយើងចង់បាន 1000 យើងដាក់ 1000 ទៅអញ្ចឹងវាកាត់លុយកន្លែងនេះនេះតមកយើងចុច submit មកវានឹងដំណើរការឲ្យយើងហើយបាទហើយមួយទៀតចង់បញ្ជាក់កន្លែង time average នេះ average time នេះគឺវាចង់សំដៅ order ច្រើនទៅតិចណាបើសិនជាមានការបញ្ជាទិញលើសេវាកម្មនឹងច្រើន average time នេះកើនឡើងអញ្ចឹងយើងត្រូវការពេលដើម្បីបញ្ចប់ order របស់យើងអញ្ចឹងយើងឃើញយ៉ាងកន្លែងហ្នឹងក្រោម24ម៉ោងបានវាដើរលឿនបាទតែបើ63ម៉ោងចេះវាអាចនឹងដើរយឺតត្រូវការពេលច្រើនថាលើសពី24ម៉ោងអញ្ចឹងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនបានយល់ខ្លះហើយបើមានចម្ងល់អាចឆាតសួរឬក៏ comment ខាងក្រោមវីដេអូក៏បានដែរបាទអរគុណច្រើនបាយបាយ